បុរសម្នាក់នេះអាចបញ្ឈប់ពេលវេលាបានដោយគ្រាន់តែញ័រក្បាលប៉ុណ្ណោះក្នុងមួយប៉ព្រិចភ្នែកពិភពលោកទាំងមូលក៏ត្រូវបានផ្អាកគាត់បានដើរទៅរកស្រីស្អាតម្នាក់ហើយសន្សឹមដោះលេវអោរបស់នាងប៉ុន្តែគាត់មិនបានព្យាយាមធ្វើរឿងផ្ដេសផ្ដាសនោះទេគាត់គ្រាន់តែចង់គូររូបរបស់នាងប៉ុណ្ណោះបន្ទាប់មកគាត់ក៏រៀបចំគ្រប់យ៉ាងទុកកន្លែងដាំវិញយ៉ាងរៀបរយបន្ទាប់មកគាត់ខ្វែងដៃហើយរុញវាចុះក្រោមហើយពេលវេលាក៏ចាប់ផ្ដើមដើរឡើងវិញបុរសម្នាក់នេះមានឈ្មោះថា Jack ហើយគាត់បានលួចស្រឡាញ់មិត្តរួមការងារម្នាក់ឈ្មោះ Lacey ប៉ុន្តែគាត់បានកត់សម្គាល់ឃើញថាប្រធានរបស់ពួកគេតែងតែបៀតបៀននាងដើម្បីផ្ដល់មេរៀនដល់ប្រធានម្នាក់នោះ Jack ក៏បានបញ្ឈប់ពេលវេលាម្ដងទៀតហើយដាក់គាត់នៅចំពីមុខប្រអប់ទឹកដោះគោដែលហៀបនឹងធ្លាក់ក្រោយមកប្រធានក៏បានរៀបចំការប្រកួតបាល់ទាត់សម្រាប់បុគ្គលិកទាំងអស់ដោយសារតែគ្មាននរណាម្នាក់បានហ្វឹកហាត់ក្រុមរបស់ពួកគេក៏បានចាញ់រហូតដល់25ពិន្ទុយ៉ាងលឿននៅពេលដែលការប្រកួតជិតបញ្ចប់ទៅហើយនោះ Jack ក៏បានបញ្ឈប់ពេលវេលាម្ដងទៀតប៉ុន្តែលើកនេះគាត់មិនបានព្យាយាមផ្លាស់ប្ដូរលទ្ធផលនៃការប្រកួតនោះទេគាត់គ្រាន់តែចង់បានឱកាសនៅក្បែរ Lacey តែ2នាក់ប៉ុណ្ណោះនៅពេលដែលពេលវេលាដើរឡើងវិញប្រធានម្នាក់នោះក៏ត្រូវបានបាល់ទាត់ហោះមកចំក្បាលដោយសារតែរបួសធ្ងន់ធ្ងរបុគ្គលិកផ្សេងទៀតក៏បានបញ្ជូនគាត់ទៅមន្ទីរពេទ្យដោយទុកឲ្យ Jack ជូន Lacey ទៅផ្ទះតែម្នាក់ឯងនៅទីបំផុតទទួលបានឱកាសនៅក្បែរនាងតែ2នាក់ Jack ក៏បានប្រមូលភាពក្លាហានហើយសារភាពស្នេហ៍ចំពោះនាងជាសំណាងល្អ Lacey ក៏មានអារម្មណ៍ដូចគ្នាទៅលើគាត់ដែរ